Salam alaikum សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះចេញពីរៀនមកមានដំណឹងល្អមួយអឺសម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់មករៀនប្រទេសអារ៉ាប៊ីសាអូឌីតពេលនេះគឺឱកាសបានមកដល់ហើយបើពេលនេះគឺក្រសួងអប់រំនៃអារ៉ាប៊ីសាអូឌីតបានចេញនៅថ្ងៃថ្ងៃខែការបរិច្ឆេទនៃការទទួលពាក្យអញ្ចឹងដើម្បីងាយស្រួលខ្ញុំនឹងចែកជា3ផ្នែកនៅក្នុងវីដេអូនេះផ្នែកទី1គឺដំណាក់កាលនៃការដាក់ពាក្យអញ្ចឹងចាប់ដើមទទួលពាក្យគឺចាប់ពីថ្ងៃទី15ខែមេសារហូតដល់ថ្ងៃទី15ខែឧសភាឆ្នាំ2026នេះនិយាយទៅគឺរយៈពេលត្រឹមតែ1ខែទេបើធៀបនឹងឆ្នាំមុនគឺតិចមែនតើដំណាក់កាលទី2គឺតើតនឹងដាក់ពាក្យឲ្យគឺចាប់ដើមទទួលលើកទី1យើងហៅថាកបូលមុបតអ៊ីហ្នឹងគឺចាប់ពីថ្ងៃទី16ខែឧសភាដល់ថ្ងៃទី18ខែមិថុនាជាង1ខែដែរហើយបន្តមកទៀតដំណាក់កាលចុងក្រោយគឺបន្ទាប់ពីជាប់លើកទី1ហើយគឺនៅជាប់លើកចុងក្រោយយើងហៅថា final acceptance ហ្នឹងគឺចាប់ពីថ្ងៃទី18ខែឧសភារហូតដល់ថ្ងៃទី30ខែមិថុនាហើយសម្រាប់លក្ខខណ្ឌនៃការដាក់ពាក្យបេក្ខជនទាំងអស់គឺអាចដាក់បានទាំងប្រុសទាំងស្រីឲ្យតែមានអាយុចាប់ពី17ឆ្នាំរហូតដល់25ឆ្នាំហើយសញ្ញាបត្របាក់ឌុបរបស់យើងគឺមិនឲ្យលើសពី5ឆ្នាំនោះទេហើយទី3ត្រូវមានសុខភាពល្អផងដែរតកតងនឹងជំងឺអត់មានទេដូចជាជំងឺឆ្លងអត់មានទេណាទី4គឺអត់មានប្រព្រឹត្តបទឧក្រិដ្ឋកម្មផ្សេងហ្នឹងហើយបែរថានៅល្អណាផ្នែកទី3គឺផ្នែកចុងក្រោយតកតងនឹងឯកសារឯកសារវាមិនខុសពីឆ្នាំមុនទេនេះបងប្អូនអាចមើលនៅខាងនេះបានយើងចែកជា2ផ្នែកឯកសារចាំបាច់និងឯកសារបន្តបន្សំឯកសារបន្តបន្សំបើសិនជាមានល្អពេលនេះគឺខ្លះអំពីព័ត៌មាននៃការដាក់ពាក្យអញ្ចឹងបងប្អូនអាចត្រៀមឯកសារពីឥឡូវនេះទៅណាបងប្អូនអាចរៀបចំឯកសារខ្លួនឯងឬក៏បើមិនទាន់ដឹងទេអាចតាក់ទងទៅកាន់ទួនឬក៏អ្នកដែលដាក់ពាក្យឬក៏សិស្សច្បងដែលរៀននៅសាអូឌីផ្ទាល់នេះឲ្យគាត់ណែនាំផ្លូវឲ្យឬក៏អាចឆាតមកកាន់ Telegram របស់ខ្ញុំផ្ទាល់ខ្ញុំដាក់នៅលើ caption ខាងលើនេះហ្នឹងហើយមានសំណួរអីបន្ថែមអាច comment សួរនៅក្រោមបានហើយសម្រាប់អ្នកដែលចង់ដាក់ពាក្យបានត្រៀមឯកសារហើយឬនៅ comment នៅខាងក្រោមនេះហើយសូមតាពីអល់ឡោះស៊ុបហានវតាអាឡាមេត្តាដល់ភាពងាយស្រួលនិងឲ្យពួកយើងបានមករៀននៅទីនេះទាំងអស់គ្នាهذا والله أعلم وصلى الله على نبينا محمد والسلام عليكم ورحمة الله وبركاته